ខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់ជាថ្មីឡើងវិញបាទមានអ្នកកាសែតម្នាក់ឈ្មោះ Dan Butler បានចាប់ផ្ដើមធ្វើការស្រាវជ្រាវនៅឆ្នាំ2005ដោយធ្វើការសង្កេតគ្រប់ជ្រុងជ្រោយនៃពិភពលោកហើយបានរកឃើញតំបន់ចំនួន5ដែលមានប្រជាជនរស់នៅដល់អាយុ100ឆ្នាំច្រើនជាងគេអ្វីដែលសំខាន់នៅក្នុងកំពើនេះគឺតំបន់ទាំងនោះមិនមែនជាតំបន់ដែលជឿនលឿនខាងវិស័យសុខាភិបាលឬក៏ជាតំបន់អ្នកមានទេខ្ញុំជឿថាបងប្អូនពិតជាធ្លាប់បានឃើញអ្នកដែលមានអាយុលើស100ឆ្នាំនៅក្នុងស្រុកខ្មែរយើងហើយភាគច្រើនគាត់រស់នៅតាមស្រុកស្រែស្រុកចម្ការមិននៅក្នុងទីក្រុងទេយើងតែងមានជំនឿថាបើយើងមានលុយច្រើនមានចំណីអាហារគ្រប់គ្រាន់និងមានវិស័យសុខាភិបាលខ្ពស់យើងនឹងអាចរស់នៅបានយូរនិងមានអាយុវែងក៏ប៉ុន្តែតំបន់ដែលគេបានរកឃើញនេះបញ្ជាក់ថារស់នៅក្នុងតំបន់ជឿនលឿនมันពិតប្រាកដថាយើងអាចមានអាយុវែងជាងអ្នកដែលរស់នៅតំបន់ចុងកាត់មាត់ញោកទេប្រធានបទថ្ងៃនេះគឺដើម្បីបង្ហាញបងប្អូនថាតើរបៀបរស់នៅក្នុងតំបន់ទាំង5នោះមានអ្វីដែលអាចធ្វើឲ្យអ្នកទាំងនោះរស់នៅមានអាយុវែងហើយដែលយើងគួរយកមកអនុវត្តតាមក្នុងជីវភាពយើងសប្តាហ៍ថ្ងៃដោយសង្ឃឹមថាវាអាចជួយឲ្យយើងមានអាយុវែងដែរបាទតំបន់ទាំង5នេះគឺតំបន់ Okinawa នៅប្រទេសជប៉ុនតំបន់ Ikaria នៅប្រទេសគ្រីសតំបន់ Sardinia នៅប្រទេសអ៊ីតាលីតំបន់ Nicoya នៅ Costa Rica និងតំបន់មួយទៀតដែលខុសគ្នាឆ្ងាយពីតំបន់ទាំង4ខាងលើគឺនៅក្នុងទីក្រុង Loma Linda នៅសហរដ្ឋអាមេរិកគេដាក់ឈ្មោះឲ្យតំបន់ទាំងនោះថាជា Blue Zones ប្រែថាតំបន់ពណ៌ខៀវបុព្វហេតុដែលគេដាក់ឈ្មោះតំបន់ទាំងនេះថាជាតំបន់ពណ៌ខៀវពីព្រោះពេលគេរកឃើញមានមនុស្សអាយុ100ឆ្នាំគេយកប៊ិចទៅប៊ិចពណ៌ខៀវបាទទៅចុចទៅក្នុងផែនទីម្ដងមួយទីបំផុតគេរកឃើញ5កន្លែងដែលមានចំណុចខៀវច្រើនជាងគេហើយក៏ចាប់ផ្ដើមហៅតំបន់ទាំងនោះថាជាតំបន់ពណ៌ខៀវតំបន់ពណ៌ខៀវទាំងនេះខ្លះជាតំបន់នៅលើកោះខ្លះនៅលើភ្នំដាច់ស្រយាលប៉ុន្តែមានតំបន់មួយស្ថិតនៅកណ្ដាលទីក្រុងនៃសហរដ្ឋអាមេរិកប៉ុន្តែបើទោះបីជាភូមិសាស្ត្រនៃកន្លែងទាំងនោះខុសគ្នាយ៉ាងណាក៏ដោយតំបន់ពណ៌ខៀវទាំងនេះមានចំណុចរួមដូចគ្នាមានរូបមន្តដូចគ្នាក្នុងការបង្កើតឲ្យប្រជាជននៅទីនោះមានអាយុវែងជាងគេក្នុងពិភពលោកខ្ញុំសូមធ្វើការលម្អិតតែអំពីជីវភាពរបស់ប្រជាជននៅតំបន់ Okinawa តែប៉ុណ្ណោះដើម្បីកុំឲ្យវែងពេកបាទOkinawa ជាឱកាសមួយនៃប្រទេសជប៉ុនដែលសម្បូរទៅដោយអ្នករស់នៅដល់អាយុ100ឆ្នាំជាកោះដែលកម្រមានអ្នកមានជំងឺឈាមផ្អែមហើយបើនិយាយពីជំងឺបេះដូងវិញគឺតិចជាងកន្លែងផ្សេងទៀត5ដងនិងកម្រមានអ្នកដែលមានជំងឺវង្វេងពេលចាស់ជរាហើយចំនួនប្រជាជនដែលរស់នៅដល់អាយុ100ឆ្នាំមានច្រើនជាងអ្នកនៅសហរដ្ឋអាមេរិកឆ្ងាយតាមស្ថិតិក្នុងចំណោមប្រជាជន100,000នាក់ខាង Okinawa មានអ្នកដែលមានអាយុ100ឆ្នាំចំនួន81នាក់ហើយខាងអាមេរិកវិញមានតែត្រឹម20នាក់តែប៉ុណ្ណោះគោលការណ៍សំខាន់3យ៉ាងនៃតំបន់ខៀវនៅ Okinawa នេះគឺទី1ពួកគេមានទស្សនៈមួយហៅថា Ikigai ដែលធ្វើឲ្យពួកគេមានជំនឿថាជាមូលហេតុដែលធ្វើឲ្យពួកគេរស់នៅបានយូរទស្សនៈនេះមានជំនឿថាដើម្បីឲ្យយើងរស់នៅបានយូរយើងត្រូវធ្វើជីវិតយើងឲ្យមានន័យ
បើជីវិតយើងមិនមានន័យអ្វីទេយើងក៏មិនអាចរស់នៅបានយូរដែរនៅក្នុងបទសម្ភាសន៍ដែលខ្ញុំបានមើលនៅក្នុង Netflix ដែលមានចំណងជាភាសាអង់គ្លេសថា Live to 100 ប្រែថារស់ដល់អាយុ100ឆ្នាំដែលរៀបរាប់អំពីតំបន់ពណ៌ខៀវនៅ Okinawa យាយម្នាក់ដែលមានអាយុ101ឆ្នាំបាននិយាយថាសើចសប្បាយនិងកំខឹងច្រើនគឺជាមូលហេតុដែលធ្វើឲ្យគាត់រស់នៅបានយូរប្រជាជននៅអូគីណាវ៉ានេះបង្កើតជាក្រុមសម្រាប់ជួបជុំគ្នាបង្កើតជាឱកាសសម្រាប់ច្រៀងលេងកម្សាន្តឬក៏លេងល្បែងប្រជាប្រិយជាមួយកូនចៅនិងមិត្តភ័ក្តិជៀសវាងភាពឯកោរស់នៅក្នុងផ្ទះម្នាក់ឯងដែលបណ្ដាលឲ្យមានជំងឺបាក់ទឹកចិត្តសមាជិកគ្រួសារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាគេឧស្សាហ៍មានការជួបជុំគ្នារវាងក្មេងៗជាន់ក្រោយជាមួយតានិងយាយខុសគ្នាពីអាមេរិកអ្នកចាស់គេច្រើនយកទៅដាក់នៅកន្លែងមនុស្សចាស់ធ្វើឲ្យទំនាក់ទំនងរវាងក្មេងជាន់ក្រោយនិងជីដូនជីតាបាត់បង់អស់ធ្វើឲ្យជីដូនជីតាលែងស្គាល់ចៅរស់នៅតំងតំោចឆ្ងាយពីគ្រួសាររបស់ខ្លួនទី2ចំណែកចំណីអាហារវិញអាហារពួកគេគឺផ្អែកទៅលើរុក្ខជាតិគឺមានបន្លែផ្លែឈើនិងគ្រាប់ផ្លែឈើជាច្រើននិយាយរួមគឺអាហារគេគឺអ្វីៗដែលបានមកពីធម្មជាតិគេហៅរបបទទួលទានអាហារបែបនេះថាជាការទទួលទានអាហារដោយឆ្លៀសវៃនៅគ្រប់ផ្ទះនីមួយៗគេសង្កេតឃើញតែមានការដាំដំណាំតាមផ្ទះជានិច្ចសម្រាប់យកទៅឧបត្ថម្ភអាហាររបស់គេអាហារនៅតំបន់ភ័ខៀវភាគច្រើនជាអាហារដែលគេមិនកែច្នៃហៅថា unprocessed food ពួកគេមិនមានម្ហូបកំប៉ុងឬក៏ម្ហូបកែច្នៃឲ្យកាន់តែឆ្ងាញ់បន្ថែមជាតិអំបិលដើម្បីទុកឲ្យបានយូរដូចជាអាហារដែលគេហៅថា fast food នោះទេហើយអាហារដែលបានមកពីជាតិសាច់មានតែ 1% តែប៉ុណ្ណោះទេបាទទាំងនេះធ្វើឲ្យពួកគេកម្រធាត់កម្រមានជំងឺឈាមផ្អែមឬក៏ជំងឺលើសឈាមដែលនាំឲ្យគេរស់នៅបានយូរមានទស្សនៈមួយទៀតដែលគេហៅថា Harahachi Bu ប្រែថាញ៉ាំតែ 80% បានហើយកុំឲ្យឆ្អែតដល់ឬក៏លើស 100% បើយើងគិតឲ្យមែនតែនទៅភាគច្រើនយើងធាត់ពីព្រោះយើងទទួលទានហួសចំណុះភាគច្រើនយើងដឹងដែរថាយើងឆ្អែតរួចទៅហើយប៉ុន្តែនៅតែបន្តទទួលទានថែមទៀតពីព្រោះអាហារវានៅនឹងមុខយើងឬក៏យើងឃើញអ្នកទៀតបន្តទទួលទានអាហារហើយយើងក៏បន្តនឹងគេទៅទី3អ្នកដែលនៅអូគីណាវ៉ាភាគច្រើនអង្គុយផ្ទាល់ទៅនឹងក្តារឬក្អិតគឺថាมันមានកៅអីទេបាទបានន័យថាយ៉ាងហោចណាស់ពួកគាត់ងើបអង្គុយខ្ទង់30ដងក្នុងមួយថ្ងៃនេះมันខុសគ្នាពីការហាត់ប្រាណងើបអង្គុយទេបាទការអាចងើបអង្គុយរបៀបនេះអាចធ្វើឲ្យយើងមានលំនឹងល្អកម្រដួលនៅសហរដ្ឋអាមេរិកករណីបាក់ឆ្អឹងខ្នងឬក៏តាគៀកឬអ្វីផ្សេងទៀតបណ្ដាលមកពីការដួលគឺជាមូលហេតុចម្បងនៃការស្លាប់មុនអាយុក្នុងចំណោមមនុស្សដែលមានអាយុចាប់ពី65ឆ្នាំឡើងទៅលើដោយខ្ញុំបានជម្រាបពីមុននៅតាមផ្ទះនីមួយៗគេសង្កេតឃើញតែមានការដាំដំណាំតាមផ្ទះជានិច្ចការងារនេះគឺតម្រូវឲ្យពួកគេបង្កើនចលនាដោយមិនបាច់ធ្វើការហាត់ប្រាណរាល់ថ្ងៃអ្នកទាំងនោះគឺត្រូវទៅថែទាំដំណាំគេដូចជាបោចស្មៅស្រោចទឹកឬក៏បេះបន្លែជាដើមហើយបើត្រូវទៅណាមកណាគាត់ត្រូវដើរមិនមានឡានជិះដូចអ្នករស់នៅតាមក្រុងទេ
អ្វីដែលសំខាន់គឺអ្នកទាំងនេះមិនចាំបាច់ធ្វើការហាត់ប្រាណដូចយើងទៅដើរឬក៏រត់តាមមាត់ទន្លេទេឬក៏ទៅក្លឹបហាត់ប្រាណទេបាទចលនារបស់គាត់នេះជាអ្វីដែលគេហៅថាចលនាធម្មជាតិដែលផ្ដល់មកនៃការរីករាយដល់គាត់ទៀតផងឧទាហរណ៍ពេលឃើញដំណាំគាត់បានផលល្អដែលធ្វើឲ្យជីវិតរបស់គាត់មានន័យសូមជម្រាបដែរថាជប៉ុនមិនមានពាក្យចូលនិវត្តន៍ទេបាទបានសេចក្តីថាភាគច្រើនគេនៅតែសកម្មពេញមួយជីវិតជាសង្ខេបការស្រាវជ្រាវនេះបង្ហាញយើងនៅគោលការណ៍4យ៉ាងដែលអាចនាំឲ្យយើងរស់នៅបានដល់អាយុ100ឆ្នាំទី1គឺធ្វើចលនាតាមធម្មជាតិមិនបាច់ទៅក្លឹបហាត់ប្រាណទេទី2ធ្វើអ្វីដែលផ្ដល់ន័យដល់ជីវិតយើងហើយមិនបណ្ដោយឲ្យជីវិតយើងនៅទ្រឹងស្ងៀមគ្មានបានការទោះជាបន្តិចបន្តួចក្តីដូចជាយើងទៅថែចំការដេញឧបករណ៍ភ្លេងច្រៀងលេងជាមួយកូនចៅឬក៏ដេរអីវ៉ាន់ជាដើមទី3ការទទួលទានអាហារដោយឆ្លៀសវៃបានសេចក្តីថាទទួលទានបន្លែផ្លែឈើឲ្យច្រើនជាតិសាច់និងខ្លាញ់ឲ្យតិចនិងជៀសវាងអាហារកែច្នៃទី4គឺនៅបន្តរក្សាទំនាក់ទំនងនឹងគ្នាដោយមិនបណ្ដោយខ្លួនយើងឲ្យរស់នៅឯកាតែម្នាក់ឯងខ្ញុំក៏សូមរំលឹកដែរថាអ្វីដែលសំខាន់ការរៀនសូត្រខាងលើនេះមិនមែនដើម្បីការពារកុំឲ្យយើងស្លាប់ទេបាទប៉ុន្តែយើងរៀនសូត្រអំពីរបៀបរស់នៅឲ្យមានន័យក្នុងជីវិតហើយសង្ឃឹមថាបើជីវិតយើងមានន័យយើងប្រហែលជាអាចរស់នៅបានយូរសូមអរគុណនិងសូមជម្រាបលាបាទ